លោកតកែលោកមកមិនបានចេះឆ្ងាយលោកកេតនាយកមានកាត់អីអត់គាត់គឺជាក្រែងឯងតែចង់ជួបលោកអគ្គនាយកឯងគាត់នេះហើយគឺជាអគ្គនាយកក្រុមហ៊ុនយើងតែប៉ិនជាអគ្គនាយកវាមិនអាចទៅរួចទេចុះគាត់មិនមែនជាកម្មករសំណងទេចុះចម្លែកចិត្តដែរខ្ញុំជាអគ្គនាយកក្រុមហ៊ុនរាធីពិតជាអគ្គនាយកលោកតកែចាខ្ញុំពិតជាមិនដឹងថាលោកជាអគ្គនាយកមែនខ្ញុំសុំទោសណាសុំទោសបានហើយថ្ងៃនេះអ្នកទាំងអស់គ្នាពិតជាធ្វើខ្ញុំអស់សង្ឃឹមសំខាន់ជាងគេគឺវាយអ្នកគិតថាសមត្ថភាពប្រហែលអ្នកបើគ្មានការជ្រោមជ្រែងពីខ្ញុំអ្នកឯងគ្មានថ្ងៃហ្នឹងទេអគ្គនាយកខ្ញុំពិតជាដឹងខុសហើយដល់ឱកាសខ្ញុំម្ដងមកណាវាយអ្នកពិតជាធ្វើខ្ញុំអស់សង្ឃឹមថ្ងៃនេះពេលត្រឡប់ទៅវិញបញ្ញាប្រមូលសម្ភារៈចេញពីក្រុមហ៊ុនលោកអគ្គនាយកខ្ញុំបានហើយអាណាថ្ងៃនេះពិតជាអរគុណនាងខ្លាំងតាមពិតទៅខ្ញុំក៏អត់បានធ្វើអីដែរលោកគឺជាអគ្គនាយកក្រុមហ៊ុនពិតមែនហើយបាទមែនហើយខ្ញុំពិតជាអគ្គនាយកក្រុមហ៊ុនរាធីបើសិនជានាងមិនប្រកាន់ថ្ងៃស្អែកមកធ្វើការនៅក្រុមហ៊ុនខ្ញុំជាការពិតទេខ្ញុំពិតជាអាចទៅធ្វើការបានមែនទេហ្នឹងហើយតោះពួកយើងទៅលោកអគ្គនាយកសូមផ្ដល់ឱកាសខ្ញុំហើយនឹងមានមុខមកសម្បត្តិពីខ្ញុំទៀតអ្នកទាំងអស់គ្នាគិតថាខ្ញុំមិនមានលុយពាក់ខោអាវអញ្ចឹងធ្វើភ្ជុះភ្លៀងដាក់ខ្ញុំហើយមើងងាយកិត្តិយសខ្ញុំទៀតអ្នកនៅក្នុងបន្ទប់ហ្នឹងមួយណាក៏ដូចមួយណាអ្នកណាម្នាក់ដែលខ្ញុំមិនធ្លាប់ជួយ I got